Chaថ្ងៃនេះមកចេញ review បន្តិចពាក់ព័ន្ធទៅនឹងស្ថានភាពនិងការងារប្រចាំថ្ងៃរបស់ម្ដាយរបស់ខ្ញុំនិងបងស្រីរបស់ខ្ញុំចឹងណាចាហើយគ្រាន់ថារសៀលនេះគឺម្ដាយរបស់ខ្ញុំបានប្រមូលស្លឹកឈើដែលជ្រុះក្នុងភូមិធ្វើជាជីដាក់ស្រែអីចឹងទៅព្រោះខែនេះគឺជាខែធ្លាក់ទឹកភ្លៀងដែលប្រជាកសិករយើងចិត្តដល់សាបព្រោះអញ្ចឹងណាដូច្នេះហើយគាត់ក៏ប្រមូលស្លឹកឈើហ្នឹងមកដាក់ក្នុងស្រែហើយដាក់ក្នុងក្រុងម្ដុំអញ្ចឹងទៅណាពុកម៉ែបងប្អូនចាព្រោះអីបើកាលណាភ្លៀងធ្លាក់មកច្រើនអញ្ចឹងអាស្លឹកឈើដែលយើងប្រមូលថាធ្វើជាជីហ្នឹងនឹងคล้ายទៅជាជីដែលធ្វើឲ្យស្រូវរបស់យើងល្អហើយស្លឹកឈើផងដែរវាមានទាំងនៅក្នុងភូមិមានទាំងពីអាចមន់អាចទាអាចគោអាចអីចឹងទៅនៅក្នុងដីរបស់ខ្ញុំហ្នឹងពីព្រោះហើយវាពីព្រោះវាជានៅចិត្តក្បែរនឹងរោងមន់រោងទារោងជ្រូកអីចឹងទៅអញ្ចឹងគាត់គិតថាប្រមូលស្លឹកទាំងអស់នឹងហើយគឺយកទៅដាក់ក្នុងស្រែដាក់ក្នុងលើអាទេសគោយន់អីចឹងទៅណាហើយពុកម៉ែបងប្អូនពុំមានតាហើយថ្ងៃនេះអត់ចេញអីច្រើនទេពុកម៉ែបងប្អូនគឺមក review ម្ដាយរបស់ខ្ញុំតែម្ដងចាអញ្ចឹងកាលណាបើយើងប្រមូលស្លឹកឈើដែលជ្រុះងាប់អីនៅក្នុងភូមិហ្នឹងកាលណាយើងយកទៅដាក់ក្នុងស្រែកាលណាភ្លៀងមកគឺភ្លៀងហ្នឹងវាត្រូវធ្លាក់មកវារលួយអស់ហើយចាវាคล้ายទៅជាជីមួយឯងដែលជាជីធម្មជាតិតែម្ដងពុកម៉ែបងប្អូនពុំមានតាចាជារៀងរាល់ឆ្នាំជារៀងពេលវេលាគឺគាត់តែងតែធ្វើអញ្ចឹងជារៀងរហូតណាពុកម៉ែបងប្អូនដើម្បីយើងកាត់បន្ថយនឹងការទិញជីរបស់គេផងយើងជាមានជីធម្មជាតិរបស់យើងផងចាចង់បញ្ជាក់ថានេះមិនមែនតែស្លឹកឈើស្លឹកអាស័យស្លឹកស្នាយស្លឹកអីទេចាគឺមានតាំងពីអាចមន់អាចទាអាចគោអញ្ចឹងណាហើយបន្តមកយើងយកទៅប្រមូលដាក់ម្ដុំក្នុងក្រុងអីចឹងទៅយើងបន្តមកយើងយកទៅដាក់ក្នុងស្រែអញ្ចឹងកាលណាបើយើងភ្លៀងមកវាច្រើនវាធ្លាក់ទៅវាជារលួយអីចឹងទៅបូកស្របចូលគ្នាធ្វើឲ្យស្រូវល្អអញ្ចឹងទៅបានផ្លែស្រូវនៅក្នុងស្រុកច្រើនអញ្ចឹងទៅហើយនៅស្រុកស្រែជនបទអញ្ចឹងការក្រៅពីការងារទាំងអស់នេះទេគឺក្តោយម្ដាយរបស់ខ្ញុំមកចូលនិវត្តន៍ជាគ្រូបង្រៀនមកអញ្ចឹងការងារកប៉ិកកប៉ុករបស់គាត់ហ្នឹងគឺអត់មានពេលទំនេរទេពុកម៉ែបងប្អូនពុំមានតាអញ្ចឹងទៅគាត់ក៏អ្វីដែលទៅកន្លែងណាដែលមើលទៅថាវាអត់ល្អអញ្ចឹងទៅគាត់ប្រមូលទៅដុកទុកដុំអញ្ចឹងទៅហើយដូចជាក្រុងចាស់ដែលនៅក្នុងភូមិដែលក្នុងពីខាងក្រោយផ្ទះអញ្ចឹងទៅគាត់សម្អាតអញ្ចឹងទៅគាត់យកទៅដុតចោលដុតអីអញ្ចឹងទៅហើយបន្តមកគាត់ក៏បានយកមកប្រមូលយកមកដាក់ធ្វើជាជីអីអញ្ចឹងទៅហើយអ្វីដែលសំខាន់ខ្ញុំចេញពីកន្លែងហ្នឹងមកខ្ញុំក៏ចានបានជិះម៉ូតូជើង3របស់ខ្ញុំហ្នឹងមកក្នុងវត្តតែម្ដងដោយសារខ្ញុំក៏លេចទឹកឃើញមានផ្កាកដាស់ច្រើនមែនទែនប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីគេថាផ្កាកដាស់តែខ្ញុំមិនមើលទៅអត់មានឃើញកដាស់ផងណាពុកម៉ែបងប្អូនពុំមានតាចា